បាទសូមគោរពជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឥឡូវនេះយើងបន្តនៅសិក្សាវិញ្ញាសាស្របតាមខ្លឹមសារមេរៀនប្រវត្តិវិទ្យាថ្នាក់ទី12របស់យើងបន្តទៀតដោយមេរៀនប្រវត្តិវិទ្យារបស់យើងនៅថ្ងៃនេះគឺបន្តទៅនឹងមេរៀនទី3ទាក់ទងទៅនឹងរបបសាធារណរដ្ឋខ្មែរពីឆ្នាំ1970ដល់ឆ្នាំ1975អញ្ចឹងប្រធានសំណួររបស់យើងគឺមានសរុបទាំងអស់12សំណួរដោយសំណួរទី1គឺសួរថាតើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតនៅឆ្នាំណា2តើរដ្ឋប្រហារនេះបាននាំមកអ្វីខ្លះសម្រាប់ប្រទេសកម្ពុជា3ចូលពណ៌នាពីមូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងពីឆ្នាំ1970ដល់1975 4តើសង្គ្រាមស៊ីវិលពីឆ្នាំ1970ដល់1975មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា5តើសង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ1970ដល់1975និងឆ្នាំ1979ដល់ឆ្នាំ1993និងរបបប្រល័យពូជសាសន៍កម្ពុជាជាធិបតេយ្យឆ្នាំ1975ដល់ឆ្នាំ1979មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា6ចូលពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរឆ្នាំ1970ដល់ឆ្នាំ1975ដួលរលំ2មូលហេតុអ្វីខ្លះអ្វីបានជារបបសាធារណរដ្ឋខ្មែរឆ្នាំ1970ដល់ឆ្នាំ1975ដួលរលំ8ហេតុអ្វីបានជាកើតមានរដ្ឋប្រហារនៅឆ្នាំ1970តែរដ្ឋប្រហារនេះផ្ដល់ផលវិបាកដូចម្តេចខ្លះ9មូលហេតុអ្វីដែលនាំឲ្យមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុ10តើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំណានិងបាននាំអ្វីខ្លះសម្រាប់កម្ពុជា11ចូលអ្នកវិភាគពីមូលហេតុនៃការបង្កើតសាធារណរដ្ឋខ្មែរនៅឆ្នាំ1970និងផលវិបាកនៃសង្គ្រាម12ចូលវិភាគពីមូលហេតុនិងផលវិបាកនៃសង្គ្រាមនៅឆ្នាំ1970ដល់ឆ្នាំ1975នៃរបបសាធារណរដ្ឋខ្មែរអញ្ចឹងឥឡូវយើងចូលដល់អត្រាកំណែនៃវិញ្ញាសារបស់យើង1រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំ1970គឺនៅថ្ងៃទី18មីនាឆ្នាំ1970ចម្លើយទី2និងទី10ដូចគ្នាគឺរដ្ឋប្រហារពុំបាននាំប្រទេសកម្ពុជាទៅរកដំណោះស្រាយនិងភាពចម្រុងចម្រើននោះទេមានតែនាំមកនៅសង្គ្រាមស៊ីវិលការបាត់បង់ខូចខាតនិងវិនាសកម្មដូចជាខាងសង្គមបែកបាក់សាមគ្គីជាតិបាតកម្មកោតកម្មកុបកម្មដែលបង្កនៅការច្របូកច្របល់ភាពអនាធិបតេយ្យទូទាំងប្រទេសប្រជាជនរងវេទនាប្រត់ប្រាស់គ្រួសារផ្ទះសម្បែងរងគ្រោះទោរប្រជាជនរស់នៅដោយប្រឈមមុខនឹងមនោគមវិជ្ជានៃសង្គ្រាមត្រជាក់សឹកសង្គ្រាមការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកប្រជាជនមួយចំនួនរត់ចូលក្នុងព្រៃតាមការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុហើយខ្លះទៀតភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញរស់នៅដោយកង្វះអាហារបាត់បង់ការងារចំណែកខាងសេដ្ឋកិច្ចរដ្ឋប្រហារធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជោកគាំងដោយដីស្រែចម្ការទំនេរទុកចោលទិន្នផលធ្លាក់ចុះរោងចក្រសហការីត្រូវបិទទ្វារទំនិញឡើងថ្លៃអតិផរណាខាងផ្នែកនយោបាយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះកិត្តិយសលើឆាកអន្តរជាតិអស្ថិរភាពខាងនយោបាយធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើអ្នកដឹកនាំ
កម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពបូរណភាពដីមានការផ្លាស់ប្ដូររបបនយោបាយជាការបើកផ្លូវឲ្យខ្មែរក្រហមឡើងកាន់អំណាចដែលនាំឲ្យកម្ពុជាទៅរកការសម្លាប់រង្គាលក្នុងរបបបល្ល័ង្កពូជសាសន៍ 3. មូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងពីឆ្នាំ1970ដល់ឆ្នាំ1975ដោយសារតែឥទ្ធិពលសង្គ្រាមត្រជាក់ការអនុវត្តនយោបាយអព្យាក្រឹតរបស់សម្ដេចនរោត្តមសីហនុមិនចំទិដៅឬលំអៀងរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅថ្ងៃទី18ខែមីនាឆ្នាំ1970អំពើពុករលួយបពុនិយមបាតកម្មកុបកម្មពេញផ្ទៃប្រទេសមន្ត្រីរបស់សម្ដេចនរោត្តមសីហនុក្បត់នៅព្រះអង្គការជ្រៀតជ្រែករបស់វៀតណាមចិនសហរដ្ឋអាមេរិកក្នុងគោលនយោបាយខ្មែរបានបង្កើតរណសិរ្សរួបរวมជាតិកម្ពុជារបស់សម្ដេចនរោត្តមសីហនុចម្លើយទី5និងទី4គឺដូចគ្នាសង្គ្រាមស៊ីវិលពីឆ្នាំ1970ដល់ឆ្នាំ1975ឆ្នាំ1979ដល់ឆ្នាំ1998និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975ដល់ឆ្នាំ1979បាននាំមកនូវការខូចខាតនៅវិនិស្សកម្មយ៉ាងធ្ងន់ធ្ងរដល់កម្ពុជាដូចជាវិនិស្សកម្មខាងសង្គមសម្រាប់ជីវិតមនុស្សអស់រាប់លាននាក់ធ្វើឲ្យមានរបួសនិងពិការជាច្រើនបន្សល់នៅស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាគ្មានទីពឹងប្រជាជនរងទុក្ខវេទនាប្រើប្រាស់គ្រួសារផ្ទះសម្បែងជួបគ្រោះទុរភិក្សបំផ្លាញផ្ទះសម្បែងវត្តអារាមសាលារៀនគ្រឹះស្ថានសាធារណៈនិងមន្ទីរពេទ្យបាក់សិទ្ធិសេរីភាពជួបនៅអនាធិបតេយ្យចោរកម្មពុករលួយអយុត្តិធម៌បំផ្លាញធនធានមនុស្សការខូចខាតខាងសេដ្ឋកិច្ចដីស្រែចម្ការទុកទំនេរចោលនិងខ្លាយជាចម្ការមីនរណ្ដៅក្របបែកសំណង់សាធារាសាស្ត្រសំណង់ធារាសាស្ត្រសំណង់បរិក្ខារស្ពានផ្លូវថ្នល់កំពង់ផែផ្លូវត្រូវខូចគិតគំកសិដ្ឋានរោងសិប្បកម្មរោងសហគ្រាសត្រូវបំផ្លាញចំការកៅស៊ូត្រូវខូចខាតវិស័យពាណិជ្ជកម្មត្រូវរាំងស្ទះបាត់បង់ធនធាននិងអ្នកវិនិយោគមិនហ៊ានចូលមកទុនទំនិញឡើងថ្លៃអតិផរណាខាងនយោបាយអស្ថិរភាពខាងនយោបាយបាននាំកម្ពុជានាំមកនៅការបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះជាតិកម្ពុជាលើឆាកអន្តរជាតិកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពបូរណភាពដីប្រជាជនអស់ទំនុកចិត្តលើអ្នកដឹកនាំអស់សង្ឃឹមលើវាសនាជាតិខ្លួននាំកម្ពុជាទៅរកការបែកបាក់ជាតិការសម្លាប់រង្គាលលើជាតិសាសន៍ឯងរបបកម្ពុជាប្រជាធិបតេយ្យកម្ពុជាជាប្រទេសរស់នៅដោយឯកោចម្លើយទី6និងទី2មានន័យដូចគ្នាមូលហេតុដែលបណ្ដាលឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំព្រោះប្រជាជននៅទីក្រុងភ្នំពេញនិងនៅតំបន់រំដោះនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលពោរពេញទៅដោយភាពអួរប្រជាជននៅក្នុងក្រុងភ្នំពេញរស់លើដីដ៏តូចចង្អៀតដោយរងនៅកង្វះអាហារកង្វះចម្រោកបាត់បង់ការងារទំនិញឡើងថ្លៃអតិផរណាអនាធិបតេយ្យភាពចោរកម្មអយុត្តិធម៌រលួយបនលបែងពាលាភាពច្របូកច្របល់បាតកម្មកោតកម្មកបកម្មពេញទីក្រុងរដ្ឋាភិបាលលន់នល់គ្រប់គ្រងបានតែទីក្រុងនិងទីប្រជុំជនហើយជនបទស្រែចម្ការគ្រប់គ្រងដោយបកកុម្មុយនីសកម្ពុជាខ្មែរក្រហមសេដ្ឋកិច្ចរបបសាធារណរដ្ឋខ្មែរមិនដំណើរការរបបនេះរស់ដោយសារជំនួយពីសហរដ្ឋអាមេរិកការដឹកនាំដឹកជញ្ជូនស្បៀងសភាវុធរបស់សហរដ្ឋអាមេរិកដើម្បីជួយរដ្ឋាភិបាលលន់នល់ត្រូវខ្មែរក្រហមចាប់ផ្តាច់ទាំងផ្លូវគោកនិងផ្លូវទឹក
ខ្មែរក្រហមធ្វើការហ៊ុំព័ទ្ធទីក្រុងភ្នំពេញនិងរឹតបន្តឹងការនាំចេញចូលការចរាចរចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងតំណាងសម្ដេចនរោត្តមសីហនុត្រូវបរាជ័យនៅថ្ងៃទី1 ខែមេសាឆ្នាំ1975លោកលន់ នល់បានភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅថ្ងៃទី17 ខែមេសាឆ្នាំ1975ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ3មូលហេតុនិងផលវិបាកនៃរដ្ឋប្រហារឆ្នាំ1970មូលហេតុដែលនាំឲ្យមានរដ្ឋប្រហារឆ្នាំ1970មុនរដ្ឋប្រហារប្រទេសកម្ពុជាបានជួបវិបត្តិសង្គមសេដ្ឋកិច្ចនយោបាយយ៉ាងធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបានដូចជាវិបត្តិសង្គមការបែកបាក់សង្គមជាតិទៅតាមមនោគមវិជ្ជាដែលសាបព្រោះដោយអ្នកនយោបាយខ្មែរក្រហមខ្មែរខៀវខ្មែរសសង្គមជួបនៅអំពើពុករលួយបកពួកនិយមអាណាធិបតេយ្យអយុត្តិធម៌ចោទប្រកាន់ប្រជាជនរស់នៅតាមព្រំដែនកម្ពុជាវៀតណាមរងនៅការទម្លាក់គ្រាប់បែកភាពចរាចរណ៍ប្រកម្មប្រឆាំងនឹងវត្តមានប្រជាជននិងកងទ័ពវៀតណាមកាន់តែច្រើនឡើងលើដីកម្ពុជាវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងខ្លាំងងើបលែងរួចដោយសារការធ្វើគមនីយកម្មបានធ្វើឲ្យធនាគារឯកជនក្រុមហ៊ុនឯកជនត្រូវបានបិទទ្វារប្រជាជនឥតការងារធ្វើរដ្ឋបាលរដ្ឋបង់ប្រាក់ចំណូលដោយសារតែទំនិញតិចពន្ធអំពើពុករលួយការបដិសេធជំនួយពីសហរដ្ឋអាមេរិកការចំណាយនិងចំណូលខ្វះតុល្យភាពទំនិញឡើងថ្លៃអតិផរណាប្រដាប់ប្រាក់ការដឹកជញ្ជូនត្រូវរាំងស្ទះវិបត្តិនយោបាយឥទ្ធិពលនៃសង្គ្រាមត្រជាក់បានបណ្ដាលឲ្យកម្ពុជាអនុវត្តនយោបាយព្យាក្រឹតចំពីដើមនិងលូកដៃចូលក្នុងសង្គ្រាមវៀតណាមអ្នកនយោបាយខ្មែរបែកបាក់សាមគ្គីជាតិអ្នកនយោបាយខ្លះទៀតរៀបចំផែនការក្បត់សម្ដេចនរោត្តមសីហនុមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលញឹកញាប់ខ្មែរក្រហមពង្រឹងកម្លាំងនៅភូមិភាគឦសានដល់ពីយប់ហើយវាប្រហារលើសង្គមរាស្ត្រនិយមព្រមទាំងគ្រប់គ្រងដីបានមួយចំនួនរដ្ឋាភិបាលមិនអាចទប់ស្កាត់ការបោះបោររបស់ប្រជាជននិងវត្តមានប្រជាជននិងកងទ័ពវៀតណាមកាន់តែច្រើនឡើងនៅលើទឹកដីកម្ពុជាមូលហេតុខាងលើនេះហើយបណ្ដាលឲ្យមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុពីប្រមុខរដ្ឋនាថ្ងៃទី18ខែមីនាឆ្នាំ1970ផលវិបាកនៃរដ្ឋប្រហារឆ្នាំ1970ផលវិបាកនៃរដ្ឋប្រហារឆ្នាំ1970រដ្ឋប្រហារពុំបាននាំប្រទេសកម្ពុជាទៅរកដំណោះស្រាយនិងភាពចម្រុងចម្រើនទេមានតែនាំមកនូវសង្គ្រាមស៊ីវិលការបាត់បង់ខូចខាតនៅវិនិស្សកម្មដូចជាវិនិស្សកម្មខាងសង្គមការបែកបាក់សាមគ្គីជាតិបាតុកម្មកតកម្មដែលបង្កនៅការច្របូកច្របល់ភាពអនាធិបតេយ្យទូទាំងប្រទេសប្រជាជនរងនឹងទុក្ខវេទនាប្រត់ប្រាស់គ្រួសារផ្ទះសម្បែងរងគ្រោះទរភឹកប្រជាជនរស់ដោយប្រឈមមុខនឹងមនោគមវិជ្ជានៃសង្គ្រាមត្រជាក់សឹកសង្គ្រាមការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកប្រជាជនមួយចំនួនរត់ចូលក្នុងព្រៃតាមការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុហើយខ្លះទៀតភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញរស់នៅដោយកង្វះអាហារបាត់បង់ការងារក្នុងសេដ្ឋកិច្ចរដ្ឋប្រហារធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងដោយដីស្រែចម្ការទំនេរទុកចោលទិន្នផលធ្លាក់ចុះរោងចក្រគ្រាសត្រូវបិទទ្វារទំនិញឡើងថ្លៃអតិផរណាខាងនយោបាយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះកិត្តិយសលើឆាកអន្តរជាតិអស្ថិរភាពខាងនយោបាយធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើអ្នកដឹកនាំកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីមានការផ្លាស់ប្ដូររបបនយោបាយ
ជាការបើកផ្លូវឲ្យខ្មែរក្រហមឡើងកាន់អំណាចដែលនាំឲ្យកម្ពុជារកការសម្លាប់រង្គាលក្នុងរបបបល្ល័ង្កពូជសាសន៍ 1. វិភាគពីមូលហេតុនៃការបង្កើតសាធារណរដ្ឋខ្មែរនៅឆ្នាំ1970និងផលវិបាកនៃសង្គ្រាមមូលហេតុនៃការបង្កើតសាធារណរដ្ឋខ្មែរមុនឆ្នាំ1970ដោយសារពលនៃសង្គ្រាមវិជាបាននាំប្រទេសកម្ពុជាទៅរកវិបត្តិសង្គមសេដ្ឋកិច្ចនយោបាយយ៉ាងធ្ងន់ធ្ងរដែលមិនអាចស្ដារបានដូចជាវិបត្តិសង្គមខ្មែរជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពួកនិយមអំពើពុករលួយអយុត្តិធម៌ចោរកម្មភាពអនាធិបតេយ្យការបែកបាក់ជាតិទៅតាមមនោគមវិជ្ជាដែលសាបព្រោះដោយអ្នកនយោបាយខ្មែរក្រហមខ្មែរខៀវខ្មែរសប្រជាជនរស់នៅតាមព្រំដែនកម្ពុជាវៀតណាមរងនៅការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកភាពចលាចលកម្មកបកម្មប្រឆាំងនឹងវត្តមានប្រជាជននិងកងទ័ពវៀតណាមកាន់តែច្រើនឡើងលើដីកម្ពុជាវិបត្តិសេដ្ឋកិច្ចចាប់ពីឆ្នាំ1967សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគ្មានដំណើររើរាំងដោយសារវិបត្តិកសិកម្មទិន្នផលធ្លាក់ចុះវិបត្តិឧស្សាហកម្មផលិតផលគ្មានគុណភាពចំណូលចំណាយគ្មានតុល្យភាពនិយមវិបត្តិពាណិជ្ជកម្មនិងការដឹកជញ្ជូនបរាជ័យនៃការធ្វើជាតូបនីយកម្មវិបត្តិហិរញ្ញវត្ថុកិផរណាក្រដាសថ្នាក់រដ្ឋបាត់បង់ប្រាក់ចំណូលដោយសារទំនិញតិចពន្ធអំពើពុករលួយការបដិសេធជំនួយពីសហរដ្ឋអាមេរិកមូលបបហេតុលើនេះហើយធ្វើឲ្យប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុថយចុះវិបត្តិនយោបាយពលនៃសង្គ្រាមត្រជាក់បានបណ្ដាលឲ្យមានការអនុវត្តនយោបាយអព្យាក្រឹតរបស់សម្ដេចនរោត្តមសីហនុមិនចំទិដៅឬលំអៀងនិងកម្ពុជាលូកដៃចូលទៅក្នុងសង្គ្រាមនៅវៀតណាមការពង្រីកកម្លាំងកុម្មុយនីសខ្មែរក្រហមនៅដើមឆ្នាំ1970កុម្មុយនីសកម្ពុជាហៅបកកឬខ្មែរក្រហមដែលមានមូលដ្ឋាននៅភូមិភាគឦសាននិងពីរយប់ដែលបង្កអសន្តិសុខនិងបានកាន់កាប់ទឹកដីស្ទើរ1/5លើទឹកដីកម្ពុជាទាំងមូលវិបត្តិផ្ទៃក្នុងរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ1969មន្ត្រីជាន់ខ្ពស់មួយចំនួនបានចាប់ផ្ដើមធ្វើផែនការបទសម្ដេចនរោត្តមសីហនុឯមន្ត្រីរបស់លោកលន់ នល់ ខ្លះក្លាយជាអ្នកមានស្លុកស្ដំដោយការរកស៊ីលក់អាវុធថ្នាំពេទ្យនិងផ្គត់ផ្គង់គ្រឿងផ្សេងៗដល់កុម្មុយនីសវៀតណាមរដ្ឋាភិបាលស្រោចស្រង់ជាតិរដ្ឋាភិបាលនេះបានខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងប្រទេសដូចជាការបិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនធ្វើឯកតូពាណិជ្ជកម្មធនាគារតែមិនអាចស្ដារជាតិបានកុបកម្មប្រឆាំងវៀតណាមមានបដកម្មកុបកម្មប្រឆាំងវៀតណាមខាងជើងនិងវៀតកុងហើយបានវាយកំទេចបំផ្លិចបំផ្លាញអគារស្ថានទូតវៀតណាមខាងជើងការិយាល័យរណសិរ្សសេរីការជាតិវៀតណាមខាងត្បូងនៅក្រុងភ្នំពេញបង្កចលាចលពេញផ្ទៃប្រទេសដែលស្ថានភាពនេះបានឈានទៅរករដ្ឋប្រហារនៅថ្ងៃទី18ខែមីនាឆ្នាំ1970ព្រឹត្តិការណ៍រដ្ឋប្រហារផ្ទុះឡើងយ៉ាងស្ងៀមស្ងាត់ដឹកនាំដោយលោកលន់ នល់ និងទ្រង់ស៊ីសុវត្ថិសិរិមតៈនៅថ្ងៃទី9ខែតុលាឆ្នាំ1970លោកលន់ នល់ បានប្រកាសរបបសាធារណរដ្ឋខ្មែរផលវិបាកនៃសង្គ្រាមក្នុងរបបសាធារណរដ្ឋខ្មែរវិនិស្សកម្មខាងសង្គមសម្រាប់ជីវិតមនុស្សអស់រាប់លាននាក់ធ្វើឲ្យមានរបួសនៅកាយជាច្រើនបន្សល់នៅស្រីមេម៉ាយគ្មានកំព្រាចាស់ជរាគ្មានទីពឹង
ប្រជាជនរងទុក្ខវេទនាប្រត់ប្រាស់គ្រួសារផ្ទះសម្បែងជួបគ្រោះទុរភិក្សបំផ្លាញផ្ទះសម្បែងវត្តអារាមសាលារៀនគ្រឹះស្ថានសាធារណៈទី8បំបត្តិសិទ្ធិសេរីភាពជួបនៅអនាធិបតេយ្យចោរកម្មពុករលួយអយុត្តិធម៌បំផ្លាញធនធានមនុស្សការខូចខាតខាងសេដ្ឋកិច្ចដីស្រែចម្ការទំនេរទឹកចោលនិងខ្លាយជាចម្ការមានរដូវក្របបែកសំណង់ធារាសាស្ត្រសំណង់បរិក្ខារស្ពានថ្នល់កំពង់ផែត្រូវខ្ទេចខ្ទាំកសិដ្ឋានរោងចក្រសកម្មរោងចក្រសហគ្រាសត្រូវបំផ្លាញលោកការកៅស៊ូត្រូវខូចខាតវិស័យពាណិជ្ជកម្មត្រូវរាំងស្ទះបង់ធនធាននិងអ្នកវិនិយោគមិនហ៊ានចូលមកដាក់ទុនទំនិញឡើងថ្លៃអតិផរណាខាងនយោបាយអស្ថិរភាពខាងនយោបាយបាននាំមកនូវការបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះជាតិកម្ពុជាលើឆាកអន្តរជាតិកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីប្រជាជនអស់ទំនុកចិត្តលើអ្នកដឹកនាំអស់សង្ឃឹមលើវាសនាជាតិខ្លួននាំកម្ពុជាទៅរកការបែកបាក់ជាតិការសម្លាប់រង្គាលលើជាតិសាសន៍ឯងបបកម្ពុជាប្រជាធិបតេយ្យកម្ពុជាជាប្រទេសរស់នៅដោយឯកោចំណុចទី12វិភាគពីមូលហេតុនិងផលវិបាកនៃសង្គ្រាមឆ្នាំ1970ដល់1975នៃរបបសាធារណរដ្ឋខ្មែរមូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលកើតឡើងដោយសារឥទ្ធិពលសង្គ្រាមត្រជាក់ការអនុវត្តនយោបាយអព្យាក្រឹតរបស់សម្ដេចនរោត្តមសីហនុមិនសមទិដៅឬលំអៀងរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅថ្ងៃទី18ខែមីនាឆ្នាំ1970អំពើពុករលួយពួកនិយមកម្មកុបកម្មពេញផ្ទៃប្រទេសមន្ត្រីរបស់សម្ដេចនរោត្តមសីហនុបាត់នឹងព្រះអង្គការជ្រៀតជ្រែករបស់វៀតណាមចិនសហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរការបង្កើតរណសិរ្សរួបរวมជាតិកម្ពុជារបស់សម្ដេចនរោត្តមសីហនុផលវិបាកនៃសង្គ្រាមឆ្នាំ1970ដល់1975វិនិស្សកម្មខាងសង្គមសម្រាប់ជីវិតមនុស្សអស់រាប់លាននាក់ដោយមានរបួសនិងពិការជាច្រើនបន្សល់នៅស្ត្រីមេម៉ាយគ្មានកំព្រាចាស់ជរាគ្មានទីពឹងប្រជាជនរងទុក្ខវេទនាប្រព្រឹត្តគ្រួសារផ្ទះសម្បែងជួបគ្រោះទុរភិក្សបំផ្លាញផ្ទះសម្បែងវត្តអារាមសាលារៀនគ្រឹះស្ថានសាធារណៈមន្ទីរពេទ្យបាត់បង់សិទ្ធិសេរីភាពជួបនៅអធិបតេយ្យភាពចោរកម្មពុករលួយអយុត្តិធម៌បំផ្លាញធនធានមនុស្សការខូចខាតខាងសេដ្ឋកិច្ចដីស្រែចម្ការទំនេរទុកចោលនិងខ្លាចជាចម្ការមានរណ្ដាក្របបែកសំណង់ធារាសាស្ត្រសំណង់បរិក្ខារស្ពានផ្លូវថ្នល់កំពង់ផែត្រូវខ្ទេចខ្ទាំកសិដ្ឋានរោងសិប្បកម្មរោងចក្រសហគ្រាសត្រូវបំផ្លាញការកស៊ូត្រូវខូចខាតវិស័យពាណិជ្ជកម្មត្រូវរាំងស្ទះបង់ធនធាននិងអ្នកវិនិយោគមិនហ៊ានចូលដាក់ទុនទំនិញឡើងថ្លៃអតិផរណាខាងនយោបាយស្ថិរភាពខាងនយោបាយបាននាំនៅការបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះជាតិកម្ពុជាលើឆាកអន្តរជាតិកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីប្រជាជនអស់ទំនុកចិត្តលើអ្នកដឹកនាំអស់សង្ឃឹមលើវាសនាជាតិខ្លួនក្នុងកម្ពុជាទៅរកការបែកបាក់ជាតិការសម្លាប់រង្គាលលើជាតិសាសន៍ឯងគឺរបបកម្ពុជាប្រជាធិបតេយ្យកម្ពុជាជាប្រទេសរស់នៅដោយឯកោឥឡូវនេះយើងចូលទៅដល់មេរៀនទី4របបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975និងឆ្នាំ1979ប្រធានសំណួរ1មូលហេតុអ្វីបានជាត្រូវកាត់ទោសមេដឹកនាំកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហម2ទុកពិពណ៌នាពីវិនិស្សកម្មនៅកម្ពុជាក្រោមរបបបល្ល័ង្កពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនិងការស្ថាបនាកម្ពុជាឡើងវិញ3តើនរណាគេជាមេខ្មែរក្រហមសូមរៀបរាប់ឲ្យបាន3នាក់4ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម5ចូលព័ត៌មានពីកត្តាសំខាន់ធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់1979ដួលរលំ
1មូលហេតុអ្វីបានជារបបបល្ល័ង្កសាសកម្ពុជាប្រជាធិបតេយ្យ1975ដល់ឆ្នាំ79សម្រាប់មនុស្សតើមានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា2 7ចូលរៀបរាប់ឈ្មោះមេដឹកនាំខ្មែរក្រហមសំខាន់ៗឲ្យបាន5នាក់3ហេតុអ្វីបានជាតុលាការយកមេដឹកនាំខ្ពស់របស់ខ្មែរក្រហមដែលកាន់អំណាចនៅឆ្នាំ1975ដល់ឆ្នាំ79ទៅតទៅ4តើមូលហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំ10តើរបបបល្ល័ង្កពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ1975ដល់79នាំមកនៅសោកនាដកម្មអ្វីខ្លះដល់កម្ពុជាប្រើកំណែចំណុចទី1និងទី8មានចំណុចដូចគ្នាបានជាតុលាការយកមេដឹកនាំកម្ពុជារបស់ខ្មែរក្រហមដែលកាន់អំណាចនៅឆ្នាំ1979ដល់1975ដល់79ទៅកាត់ទោសព្រោះមេដឹកនាំខ្មែរក្រហមទាំងនេះបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មក្នុងពេលកាន់អំណាចមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកទទួលការការពារជាអន្តរជាតិការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាក្រុងសីដនីឆ្នាំ1954ការបំផ្លាញទ្រព្យសម្បត្តិវប្បធម៌របស់មនុស្សជាតិតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមទាំងនេះដើម្បីដល់យុត្តិធម៌ដល់ភាពស្ងប់ស្ងាត់ការផ្សះផ្សាវិបត្តិផ្លូវចិត្តដល់ជនរងគ្រោះដែលរស់រានមានជីវិតជាមេរៀនជាគំរូដល់មេដឹកនាំជំនាន់ក្រោយកុំឲ្យយកតម្រាប់តាមដើម្បីទប់ស្កាត់កុំឲ្យរបបនេះកើតមានជាថ្មីធ្វើការបង្រួបបង្រួមជាតិនិងផ្សះផ្សាជាតិដល់យុត្តិធម៌ឲ្យជនរងគ្រោះដែលបាត់បង់ជីវិតជាការដាក់ទណ្ឌកម្មដល់អ្នកប្រព្រឹត្តខុសកុំឲ្យឬខ្លួន2វិនិស្សកម្មនៅកម្ពុជាក្រោមរបបបល្ល័ង្កពូជសាសន៍កម្ពុជាជាធិបតេយ្យនិងការស្ថាបនាកម្ពុជាឡើងវិញវិនិស្សកម្មក្រោមរបបបល្ល័ង្កពូជសាសន៍សង្គមជំនះប្រជាជនសម្រាប់រង្គាលអត់អាធ្វើការជាទម្ងន់បំបិទសិទ្ធិសេរីភាពហើយបបធរបំបត្តិសាលារៀនវត្តអារាមជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីហេដ្ឋារចនាសម្ព័ន្ធសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ស្ពានសំណង់សាធារណៈរកការខូចខាតសេដ្ឋកិច្ចបំបត្តិទីផ្សាររូបិយវត្ថុកម្មសិទ្ធិឯកជនពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសនយោបាយអនុវត្តនយោបាយផ្ដាច់ការបំផិតបំភ័យសម្រិតសម្រាំងសម្រាប់និងផ្ដាច់ទំនាក់ទំនងជាមួយប្រទេសមួយចំនួនលើពិភពលោកការស្ថាបនាកម្ពុជាឡើងវិញការបង្កើតក្រុមសាមគ្គីបង្កើនផលដើម្បីជួយស្ត្រីមេម៉ាយចាស់ជរានិងក្មេងកំព្រាបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងស្ដារវិស័យសេដ្ឋកិច្ចកសិកម្មឧស្សាហកម្មពាណិជ្ជកម្មអប់រំវប្បធម៌បង្កើតសាលារៀនគ្រប់កម្រិតសិក្សាបង្កើតវត្តអារាមជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ហើយនយោបាយស្ដារមុខមាត់សេដ្ឋកិច្ចជាតិកម្ពុជាលើឆាកអន្តរជាតិបង្រួបបង្រួមជាតិដែលឈានទៅដល់ការបញ្ចប់សង្គ្រាមនៅថ្ងៃទី23ខែតុលាឆ្នាំ1991ចម្លើយទី3និងទី7មានន័យដូចគ្នាមេដឹកនាំខ្មែរក្រហមសំខាន់មានសឡុតសហៅប៉ុលពតនួនជាភាសំផតអៀងសារីសុនសេនអៀងធីរិទ្ធវ៉នវែកសំភើវិឈិតជឿនឬហៅតាមមុខ4បានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមព្រោះអ្នកកាន់យករបបផ្ដាច់ការខ្មៅកងឹតទទួលរងឥទ្ធិពលសង្គ្រាមបញ្ជាក់មេដឹកនាំមានចរិតជាតិនិយមជ្រុលនៅគមវិជាជ្រុលការបល្ល័ង្កពូជសាសន៍ជំនឿប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានាបង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់អត់អាហារធ្វើជារណកម្មបំបិទសិទ្ធិសេរីភាពបំបត្តិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំបង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសលុបបំបាត់កម្មសិទ្ធិឯកជនធ្វើវិសុទ្ធកម្មចំណុចទី5និងទី9មានចំណុចគ្នាកត្តាដែលធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំមាន
ការស្អប់ខ្ពើមរបស់ពលពតរបស់ប្រជាជនកម្ពុជាព្រោះរបបនេះមានធ្វើទរណកម្មនិងការសម្លាប់ប្រជាជនបង្ខំឲ្យមនុស្សធ្វើការជាទម្ងន់ទ្រុឌទ្រោមសុខភាពនិងបាក់កម្លាំងខ្វះអាហារខ្វះសម្លៀកបំពាក់គ្មានថ្នាំព្យាបាលរងចាំតែសេចក្តីស្លាប់បំបិទសិទ្ធិសេរីភាពជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការសម្រិតសម្រាំងយកមនុស្សនិវត្តន៍បរិសុទ្ធការអនុវត្តនយោបាយសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធក្នុងចំណោមសមាជិកសំខាន់នៃកុម្មុយនីសកម្ពុជាបណ្ដាលឲ្យមានការចាប់ការសួរចម្លើយការធ្វើទរណកម្មសម្រាប់កម្មាភិបាលនេះឯងសមាជិកកុម្មុយនីសកម្ពុជានៅថ្នាក់ដឹកនាំបែកបាក់តិចក្នុងការធ្វើសង្គ្រាមជាមួយវៀតណាមចាប់ពីឆ្នាំ1975កម្ពុជាជាធិបតេយ្យចាប់ផ្ដើមបង្កជម្លោះតាមព្រំដែនដោយពុំប្រមាណគម្រោងរបស់ខ្លួនកងទ័ពខ្មែរក្រហមមានចំនួនតិចអាវុធពុំទំនើបយុទ្ធសាស្ត្រខ្សោយហើយកងទ័ពវៀតណាមមានចំនួនច្រើនអាវុធទំនើបយុទ្ធសាស្ត្រខ្លាំងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី2ខែធ្នូឆ្នាំ1978រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើងក្នុងបំណងរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យដែលជារបបបល្ល័ង្កពូជសាសន៍ដោយមានការគាំទ្រពីកងទ័ពវៀតណាមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបើកការវាយប្រហារលើកងទ័ពខ្មែរក្រហមនៅថ្ងៃទី25ខែធ្នូឆ្នាំ1973និងទទួលបានជោគជ័យជំនះនៅថ្ងៃទី7មករាឆ្នាំ1979 6មូលហេតុនៃការសម្លាប់មនុស្សក្នុងរបបបល្ល័ង្កពូជសាសន៍ក្នុងប្រជាធិបតេយ្យនៃជាតិសាសន៍កម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់79និងផលវិបាកដល់កម្ពុជាមូលហេតុនោះគឺការអនុវត្តនយោបាយគោលនយោបាយ8ប្រការរបស់ខ្មែរក្រហមប្រកាន់បដិវត្តន៍កុម្មុយនីសដែលតម្រូវឲ្យមានការកំទេចការអនុវត្តនយោបាយមហាលុតក្លោមហាអស្ចារ្យដើម្បីសម្រេចគោលដៅឲ្យបានឆាប់រហ័សផែនការ4ឆ្នាំកម្រិតស្នេហាជាតិនិយមជ្រុលងងឹតងងល់ដោយតម្រូវឲ្យជឿជាក់តែលើអង្គការមួយបើពុំនោះទេត្រូវតែសម្លាប់ចោលការអប់រំបំពាក់កំហឹងបណ្ណាដល់កម្មាភិបាលខ្មែរក្រហមតាំងពីមុនឆ្នាំ1975នយោបាយវិមជ្ឈការសិទ្ធិអំណាចកាត់សម្លាប់មនុស្សដល់កម្មាភិបាលថ្នាក់ទាបដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួចឬល្ងង់ខ្លៅនិងខ្ល้ายជាអ្នកដឹកនាំតាមមូលដ្ឋានដោយខ្វះការត្រួតពិនិត្យពីថ្នាក់លើគោលនយោបាយបកសម្អាតសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធគំនុំគុំគួនផ្សេងការសងសឹកការធ្វើសង្គ្រាមប្រឆាំងវៀតណាមផលវិបាករបបកម្ពុជាប្រជាធិបតេយ្យបង្កផលវិបាកដល់ប្រទេសកម្ពុជាដូចជាបាត់បង់កិត្តិយសជាតិនិងកិច្ចនុភាពលើឆាកអន្តរជាតិដែលនិរន្តរភាពក្នុងការអភិវឌ្ឍជាតិសេដ្ឋកិច្ចជាតិរលត់រលាយប្រព័ន្ធអប់រំត្រូវបានបំផ្លាញទាំងស្រុងបាត់បង់ធនធានមនុស្សបន្សល់ទុកស្រីមេម៉ាយក្មេងកំព្រាជនបាក់កម្លាំងប្រជាជនរាប់សែនអ្នករត់ចាក់ចោលប្រទេសបង្កជាវិបត្តិផ្លូវចិត្តហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញវប្បធម៌សាសនាជំនឿត្រូវបំផ្លាញចោលសិទ្ធិសេរីភាពកម្មសិទ្ធិឯកជនតម្រូវការជាមូលដ្ឋានត្រូវបានដកហូត10របបបល្ល័ង្កពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975-79នាំមកនូវសោកនាដកម្មដល់កម្ពុជាដូចជាខាងសង្គមជំនឿប្រជាជនដោយបង្ខំចេញពីទីប្រជុំជននិងទីក្រុងភ្នំពេញបង្ខំឲ្យប្រជាជនធ្វើការជាទម្ងន់គ្មានពេលឈប់សម្រាករហូតបាក់កម្លាំងធ្វើការបង្អត់អាហារប្រជាជនគ្មានថ្នាំព្យាបាលជំងឺរងចាំតែសេចក្តីស្លាប់បំបិទសិទ្ធិសេរីភាពនៃវប្បធម៌ប្រព័ន្ធអប់រំត្រូវលុបបំបាត់ចោលទាំងស្រុងបំបែកសាលារៀនសម្រាប់គ្រូលុបបំបាត់វត្តអារាមជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីកំទេចសំណង់ប្រាសាទហេដ្ឋារចនាសម្ព័ន្ធសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ស្ពានសំណង់សាធារណៈរងការខូចខាតនៃសេដ្ឋកិច្ចលុបបំបាត់ទីផ្សារនិងការចរាចរណ៍រូបិយវត្ថុ
លុបបំបាត់កម្មសិទ្ធិឯកជនលុបបំបាត់សកម្មភាពពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសខាងនយោបាយអនុវត្តនយោបាយកុម្មុយនីសផ្ដាច់ការបំផិតបំភ័យការសម្លាប់អនុវត្តនយោបាយសម្រិតសម្រាំងយកមនុស្សបរិវត្តល្អបរិសុទ្ធដែលនាំមកនូវការកាប់សម្លាប់และទំនាក់ទំនងជាមួយប្រទេសមួយចំនួនលើពិភពលោកដូចជាប្រទេសថៃវៀតណាមសហរដ្ឋអាមេរិកនិងសហភាពសូវៀតឥឡូវនេះមេរៀនទី3និងទី4របស់យើងក៏បានឈានដល់ទីបញ្ចប់ដែរហើយនេះវិញគឺជាមេរៀនទី5ទាក់ទងទៅនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាឆ្នាំ1979ដល់ឆ្នាំ1993ដែលប្រធានសំណួររបស់យើងមានដូចតទៅប្រធានសំណួររបស់យើងគឺមានចំនួន11ហើយនេះវិញគឺជាប្រធានសំណួររបស់យើងអ្នកនរគ្នាអាច screenshot ថតសម្រាប់ធ្វើកិច្ចការរបស់យើងបន្តទៀតបន្ទាប់ពីប្រធានសំណួរយើងចូលមកដល់អត្ថន័យកំណែទៅនឹងនយោបាយឆេះឈ្នះរបស់សម្ដេចហ៊ុនសែនតែងតែចេញជារៀងរាល់ឆ្នាំអញ្ចឹងកុំមើលរំលងអីគឺយើងត្រូវតែទស្សនាបានញឹកញាប់មកយើងឃើញថាមេរៀននេះគឺមានចាប់ផ្ដើមគឺវែងមែនតើដូច្នេះសូមអ្នកទាំងអស់គ្នាទន្ទិញនិងអនុវត្តការសរសេរបានច្រើនហើយយើងឃើញថាមេរៀនទី5នេះគឺវែងមែនតើអញ្ចឹងស៊ូៗទាំងអស់គ្នាហើយយើងនឹងជួបគ្នាម្ដងទៀតនៅថ្ងៃស្អែកចឹងអ្នកទាំងអស់គ្នាអាចមើលម្ដងទៀតបានគឺទាក់ទងទៅនឹងសំណួរនៃប្រធានមេរៀនរបស់យើងសំណួររបស់យើងគឺមានចំនួនទាំងអស់11សំណួរហើយយ៉ាងណាមិញបើសិនជាអ្នកទាំងអស់គ្នាពុំមាននៅឯកសាររៀនទេអ្នកទាំងអស់គ្នាអាចចូលរួមសិក្សាជាមួយយើងបានតាមរយៈchannel group Telegram មួយនេះដោយខ្ញុំបានដាក់នៅក្នុង description ផងដែរហើយអ្នកទាំងអស់គ្នាក៏អាចចូលមករៀនបានដែរហើយនេះគឺជា QR code អ្នកទាំងអស់គ្នាអាច scan ឬក៏ថតយកទៅដើម្បីចូលក្នុងក្រុមទាំងអស់គ្នាបាទសូមអរគុណច្រើនសូមជម្រាបលាទាំងអស់គ្នាសម្រាប់ការសិក្សាថ្ងៃនេះយើងនឹងជួបគ្នាបន្តទៀតនៅថ្ងៃស្អែកនឹងពេលវេលាដដែលបាទសូមអរគុណច្រើនសូមជម្រាបលាជូនពរទាំងអស់គ្នាមានសុខភាពល្អសំណាងល្អបាយបាយ